ជំរាបសួរបងប្អូនអរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការណែនាំអំពីរបៀបនៅក្នុងការបង្កើតនៅកង់បង្វិលឬក៏យើងហៅឈ្មោះថា Lucky Wheel នៅលើ slide យើងតែម្ដងអញ្ចឹងនេះគឺជា Lucky Wheel ដែលខ្ញុំបានធ្វើការបង្កើតនៅក្នុង Canva អញ្ចឹងគឺយើងចូលទៅបង្កើតទាំងអស់គ្នាបាទអញ្ចឹងដើម្បីបងប្អូនអរគ្នាអាចចូលទៅកាន់ Canva បានគឺខ្ញុំសូមធ្វើការណែនាំពីចំណុចដំបូងគឺយើងបើកនៅ new tab ថ្មីមួយមកហើយបន្តទៀតគឺយើងគ្រាន់តែវាយដាក់ថា canva.com បន្តទៀតខ្ញុំចុចកន្លែង continue in browser instead នោះគឺវានឹងធ្វើការចេញនៅ Canva សូមបញ្ជាក់ផងដែរថានៅក្នុងវីដេអូនេះគឺខ្ញុំប្រើប្រាស់ Canva នៅលើ web browser តែម្ដងបើសិនជាបងប្អូនអរគ្នាចង់ធ្វើការដំឡើង Canva ចូលទៅកាន់ desktop របស់យើងក៏បានដែរយើងគ្រាន់តែចូលទៅកន្លែងនេះហើយបន្តមកទៀតបងប្អូនអរគ្នាចូលទៅកាន់កន្លែង get the Canva apps ហើយបន្តមកទៀតគឺបងប្អូនអរគ្នាធ្វើការ download ដើម្បីធ្វើការ install តែម្ដងគឺជាការស្រេចឥឡូវកុំឲ្យខាតពេលខ្ញុំសូមធ្វើការបង្ហាញនៅលើ web browser Chrome នេះតែម្ដងអញ្ចឹងបងប្អូនអរគ្នាដើម្បីបង្កើត slide បានគឺយើងចូលកន្លែង create នេះឬក៏យើងចូលទៅកន្លែង presentation នេះក៏បានបន្ទាប់ពីយើងធ្វើការចេញនៅ slide ហើយគឺបងប្អូនអរគ្នាត្រូវធ្វើការដំឡើងនៅ apps មួយដែលមានឈ្មោះថាបាទ Lucky Wheel ឥឡូវខ្ញុំសូមធ្វើការលុប app នេះចេញសិនហើយខ្ញុំសូមធ្វើការដំឡើងម្ដងទៀតអញ្ចឹងដើម្បីដំឡើងបានគឺបងប្អូនអរគ្នាចូលកន្លែង apps នេះហើយបន្តមកទៀតគឺយើងគ្រាន់តែវាយដាក់ថា Lucky Wheel បន្តទៀតបងប្អូនអរគ្នាគ្រាន់តែធ្វើការចុចលើកន្លែង Lucky Wheel នេះត្រង់កន្លែងនេះគឺវាមាន appearance ច្រើនគឺបងប្អូនអរគ្នាអាចធ្វើការជ្រើសរើសនៅ appearance ដែលបងប្អូនអរគ្នាស្រឡាញ់ត្រង់ចំណុចនេះខ្ញុំសូមយកកន្លែងនេះហើយខ្ញុំចុចព្រួយចេញវិញកន្លែង items នេះគឺបងប្អូនអរគ្នាធ្វើការបញ្ចូលអាចជាឈ្មោះសិស្សឬក៏អាចជាលំហាត់អីផ្សេងៗដែលបងប្អូនអរគ្នាចង់ធ្វើការ random ឬក៏ចង់ធ្វើការចាប់វាដោយចៃដន្យឥឡូវបើសិនជាយើងចង់បានលំហាត់អញ្ចឹងយើងអាចទៅបើក new tab មួយទៀតហើយបន្តមកទៀតគឺយើងអាចប្រើនៅកម្មវិធី Gemini បាទយើងអាចប្រើ AI ណាក៏បានដែរអាស្រ័យទៅលើបងប្អូនអរគ្នានិយមចូលចិត្តអញ្ចឹងនៅក្នុងនេះគឺខ្ញុំប្រើ Canva អញ្ចឹងដើម្បីបង្កើតលំហាត់អញ្ចឹងខ្ញុំគ្រាន់តែប្រាប់ Canva ថាសូមបង្កើតលំហាត់អំពីប្រមាណវិធីបូកចំនួនដែលមានលេខ4ខ្ទង់និង2ខ្ទង់ចំនួន5លំហាត់បន្តមកទៀតបងប្អូនអរគ្នាឃើញថាលេខនេះគឺជាភាសាខ្មែរអញ្ចឹងយើងអាចធ្វើការដាក់លេខនេះជាអង់គ្លេសក៏បានដែរអញ្ចឹងខ្ញុំសូមធ្វើការដូរដោយបញ្ជាក់ថាសូមសរសេរជាលេខអង់គ្លេសបាទអញ្ចឹងបន្ទាប់ពីចេញនៅលេខអង់គ្លេសហើយគឺខ្ញុំចាប់ផ្ដើមធ្វើការ copy យកតែម្ដងបន្ទាប់ទៀតយើងចូលទៅកាន់ Canva ហើយត្រង់កន្លែងនេះយើងធ្វើការលុបចេញហើយយើង control អក្សរ V ចូលដូច្នេះគឺបងប្អូនអរគ្នាអាចធ្វើការ generate បានហើយអញ្ចឹងនេះគឺជាលទ្ធផលដែលយើងធ្វើការ generate លំហាត់អញ្ចឹងនៅពេលដែលបងប្អូនអរគ្នាចង់ធ្វើការ play អញ្ចឹងយើងគ្រាន់តែចុចកន្លែង slide show ត្រង់នេះបន្តទៀតយើងចុចកន្លែងចំណុចកណ្ដាលនេះអញ្ចឹងវានឹងធ្វើការបង្វិលបាទដើម្បីធ្វើការចាប់លំហាត់ដោយចៃដន្យសូមបញ្ជាក់ផងដែរថាបើសិនជាយើងចង់បាននៅចម្លើយសម្រាប់មើលដូច្នេះយើងអាចចូលទៅកន្លែង Gemini របស់យើងវិញហើយយើងធ្វើការ copy នៅចម្លើយនេះបាទដើម្បីយកទៅដាក់នៅក្នុង notes របស់យើងនៅក្នុង Canva បានអញ្ចឹងយើងចូលទៅកន្លែង notes នេះបាទដើម្បីរក្សាទុកនៅចម្លើយរបស់យើងសម្រាប់ទៀងទាត់ជាមួយសិស្សបាទអញ្ចឹងនៅពេលដែលលើកក្រោយដែលយើងបរៀនសិស្សគឺបងប្អូនអរគ្នាគ្រាន់តែចុចកន្លែងពាក្យ share ហើយបន្តទៀតគឺយើងចូលទៅកន្លែង present ហើយយើងជ្រើសរើសយកកន្លែង presence view presenter view បាទអញ្ចឹងគឺវានឹងធ្វើការ load នៅពីរផ្ទាំងដែលផ្ទាំងនេះគឺបងប្អូនអរគ្នាសម្រាប់ឲ្យសិស្សមើលអញ្ចឹងបងប្អូនអរគ្នាធ្វើការទាញយកទៅឲ្យសិស្សមើលហើយចំពោះផ្ទាំងនេះគឺយើងមើលឃើញនៅក្នុង computer របស់យើងអញ្ចឹងយើងអាចមើលឃើញនៅ note ដែលយើងបាន note នេះអញ្ចឹងគឺបងប្អូនទាំងអស់គ្នាងាយស្រួលនៅក្នុងការផ្ទៀងផ្ទាត់ចម្លើយជាមួយនឹងសិស្សដូច្នេះនៅក្នុងវីដេអូនេះមានតែប៉ុណ្ណឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ដឹងពីអ្វីថ្មីៗបន្តទៀតសូមធ្វើការ comments នៅខាងក្រោមវីដេអូនេះសូមអរគុណសូមជម្រាបលា